ការគិតសំខាន់ណាបាទខ្ញុំគឺជាមនុស្សម្នាក់ដែលកន្លងមក negative thinking បាទគិតអវិជ្ជមានចំពោះខ្លួនឯងចំពោះអ្នកដទៃចំពោះហេតុការណ៍ចំពោះបរិយាកាសបានន័យថាលឺអីបន្តិចគឺ negative បើគិតចំពោះខ្លួនឯងវិញណាបាទមានអារម្មណ៍ថាខ្លួនឯងអត់ល្អខ្លួនឯងអត់គ្រប់គ្រាន់ខ្លួនឯងអត់ចេះខ្លួនឯងមានសមត្ថភាពខ្លួនឯងមិនសមធ្វើគ្រូទេខ្លួនឯងបាទរបៀបហ្នឹងគិតអាក្រក់ចំពោះខ្លួនឯងបាទបើគិតពីស្ថានភាពវិញជួនកាលរឿងខ្លះវាអត់តំណងទេបាទឧទាហរណ៍ message ទៅគ្រួសារអញ្ចឹងណាបាទគាត់ឆ្លើយដំបូងនៅមួយណាគេគិតថាគាត់នៅមួយណាគេបានន័យថាគាត់នៅមួយណាគេហើយបានគាត់ហ៊ានឆ្លើយបន្ទាប់ពីគិតមួយណាគេទៅរឿងផ្សេងទៀតទីគាត់កាត់អីវានៅតែ negative អត់ព្រមគិតថាជិះម៉ូតូគាត់ធ្វើអីមួយយ៉ាងផ្លូវ positive វាគិតអត់ឃើញហ្មងគឺគិតឃើញតែ negative អញ្ចឹងអ្វីដែលមិនគួរហ្នឹងគឺគិត negative ព្រោះធម្មតាតែយើងគិត negative អារម្មណ៍វា negative បាទដល់ពេលគាត់មកដល់ផ្ទះបងម៉ែមានអត់នេះអញ្ចឹងខ្ញុំភ័យណាអញ្ចឹងទៅជាការររឿងទៅជាវាព្រោះមានអារម្មណ៍ថាហេតុអីបានធ្វើខ្ញុំភ័យអញ្ចឹងហេតុអីបានវាទៅជាអញ្ចឹងវាខូចអារម្មណ៍របស់យើងបាទអញ្ចឹងនៅពេលដែលអារម្មណ៍យើងអត់ល្អកាយវិការយើងចេញមកមានអីល្អអូនតបាំងបាសអញញ៉ៃពេញតែនឹងគ្នាហើយគេអត់ចង់នៅចិត្តទៀតគេកិច្ចបាត់ពីព្រោះគេអត់ដឹងនិយាយថាម៉េចព្រោះនិយាយមានឆ្លោះគ្នាបើគេប្រាប់ឲ្យយើងនៅថាបាទបើគេប្រាប់ថាកំពុងតែធ្វើរឿងនេះទៅធ្វើទៅប្រាប់មិនកើតធ្វើមិនបានឃើញឧទាហរណ៍ហើយយើងនៅតែគ្មានទេចេះមួយចុះពីរយើងនៅតែរហហេតុផលឲ្យគេខុសបាទ